Yeah. Is that a girl or boy? Girl. A girl. Oh, congratulations. I'm so jealous. ឃើញគេកើតបានកូនស្រីមានសេចក្តីច្រណែនយ៉ាងខ្លាំងខ្ញុំនេះ So, how is first time daddy and mommy? Good. Like very exciting and a little bit nervous, you know. ប្រហែលថ្ងៃមុនណាបានតែអឺតសួរសុខទុក្ខអ្នកដែលធ្លាប់ធ្វើការជាមួយគ្នាដែលគាត់ទៅតែឆ្លងទលេកូនថ្មីថ្មោងនៅមន្ទីរពេទ្យ Intercare. That is good, but still, I still just don't know what to do. I just hope I'm doing the right thing all the time. Tom គឺជាជនជាតិអូស្ត្រាលីដែលរស់នៅនិងប្រកបអាជីវកម្មនៅក្នុងស្រុកខ្មែរយើង10-20ឆ្នាំហើយគាត់បានលងស្នេហ៍នឹងនារីខ្មែរម្នាក់ឈ្មោះចិន្តាពួកគាត់បានរៀបការហើយឥឡូវនេះបានកូនមួយ In the mornings, I'm going to learn how to bathe the baby, and I think I've learned 2 days in a row, and I thought, okay, today I can do it myself. But then go in, and then the nurse say, no, not that way, and yeah, សុំសោចលើគំនោលំបាកលំបិនរបស់គេបន្តិចសិនចុះខ្ញុំស្គាល់ Tom មកយូរហើយគាត់ក៏ធ្លាប់ជួយខ្ញុំផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនគាត់ដែរអាជីវកម្មរបស់ Tom គឺដោះស្រាយចំពោះតួលេខលុយរាប់លានដុល្លារប៉ុន្តែពេលរឿងកូនសូម្បីតែងុយទឹកហើយនឹងដូរខោទាំងនោះក៏មិនទាន់ចេះដែរចាអញ្ចឹងមិនថាធ្វើការធំប៉ុណ្ណាក៏ដោយរៀនខ្ពស់ប៉ុណ្ណាក៏ដោយអារឿងចិញ្ចឹមកូននេះតើតែមានបទពិសោធន៍ខ្លួនឯងផ្ទាល់បាត់ដឹង and I'm like, oh wow, doing everything wrong. នៅក្នុងពោះយើងចេះចង់ឲ្យកូនចេញមកយើងមើលទៅកាត់រយើងខ្លាំងកាត់ដូចប៉ាវាខ្លាំងហើយចង់ឲ្យរូបរាងកាយចេញមកស្អាតសុខភាពល្អអញ្ចឹងណាហើយដល់ពេលកើតចេញមកភ្លាមឃើញមុខឃើញអីទៅឡើងដូចក្នុងអេកូហ្មងហ្នឹងហើយតែគាត់ដល់ពេលលឺសលេងភ្លាមមានអារម្មណ៍ថាធូរសប្បាយចិត្តម៉ាក់ណាខ្លះដែលប្រហែលជាកំពុងតែដូចខ្ញុំឥឡូវអញ្ចឹងគ្រាន់តែស្ដាប់មកដល់ត្រឹមនេះគឺយើងនឹកឃើញភ្លាមនៅពេលដែលយើងលឺសំឡេងកូនយើងដំបូងពេលទើបតែយើងឆ្លងទន្លេហើយមិនថាការធម្មជាតិឬក៏វះកាត់ទេមែនទេកូនកើតចេញមកមានសុវត្ថិភាពមានសុខភាពល្អសប្បាយចិត្តហើយធូរទ្រង់ឲ្យខ្សាក់តែម្ដងប៉ុន្តែសម្រាប់អ្នកម្ដាយក៏បានន័យថាបេសកកម្មដ៏ចាំបាច់មួយដែលមានតែអ្នកម្ដាយអាចធ្វើបានប៉ាចង់ជួយមិនក៏ធ្វើអត់បានដែរនោះគឺការអំបៅដល់កូនដែលពិតជាមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់សុខភាពនិងអនាគតរបស់កូនយើងនេះគឺជាអ្នកគ្រូលក្ខណាដែលជាអ្នកគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យ Intercare កូនបានទទួលប្រព័ន្ធភាពស៊ាំផ្ទាល់ពីម្ដាយតែជាទូទៅកូនកើតមកកូនអត់ទាន់មានទេតែនៅពេលដែលយើងឲ្យគាត់បៅទឹកដោះយើងគឺគាត់បានទទួលប្រព័ន្ធភាពស៊ាំពីយើងទី2គឺគាត់ទទួលបានភាពកក់ក្ដៅអានឹងហើយដែលធ្វើឲ្យការលូតលាស់របស់គាត់ល្អជាងគេគាត់ចង់និយាយថាភាពឆ្លាតវៃរបស់គាត់រៀងឆ្លាតជាងក្មេងដទៃដោយសារ skin to skin ចាពេលដែលយើងបើម៉ាក់ក៏សប្បាយចិត្តកូនក៏សប្បាយចិត្តក្នុងនាមជាអ្នកឆ្លងកាត់មុនកូនខ្ញុំ2ហើយកូនទី2ខ្ញុំអាយុ2ឆ្នាំជាងហ្នឹងក៏នៅបើកដោះនៅឡើយដែរខ្ញុំបានចែករំលែកបទពិសោធន៍ខ្លះទៅកាន់ចិន្តាហើយនឹងថមដើម្បីជួយសម្រួលទៅដល់ការបើកដោះកូនហើយអ្នកទាំងអស់គ្នាឃើញដាក់សារ៉ាងនៅចុងដោះអីហ្នឹងអាហ្នឹងតិចនិចដើម្បីជួយទាញឲ្យយើងមានក្បាលដោះងាយស្រួលកូនបើកូនមិនសូវមួម៉ៅមិនសូវខឹងមិនសូវខាំយើងហើយដល់ឈុតឆាកបិទវាំងណូនេះចាគឺកំពុងតែបង្ហាញស្ដែងពិតតែម្ដងថាពេលកាន់កូនបើហ្នឹងធ្វើមិនអីមិនដាក់ដោះយើងមិនអីមិនចឹងណាហើយរឿងមួយដែលខ្ញុំបានផ្ដាំថមមុននឹងជំរាបលាវិញហ្នឹងគឺថាបើចង់ឲ្យកូនមានសុខភាពល្អមើលថែទាំផ្លូវកាយនិងផ្លូវចិត្តរបស់ម្ដាយគេឲ្យបានល្អរឿងសុខភាពផ្លូវចិត្តហ្នឹងសូមបកគលឲ្យថមហើយតែបើសុខភាពរាងកាយខ្ញុំមានរបស់ណែនាំរូបគេដាក់សម្រាប់អ្នកទងន់ប៉ុន្មានបានន័យថាញ៉ាំតែពេលទងន់ទេតាមពិតបើបានញ៉ាំតាំងពេលទងន់មកល្អតែបើអត់ក៏ដោយពេលដែល breastfeeding ហ្នឹងពីព្រោះនៅពេលដែលកូនបើទឹកដោះយើងសារធាតុចិញ្ចឹមអីគឺមកពីយើងទាំងអស់ក៏ដែរញ៉ាំទឹកឲ្យច្រើនញ៉ាំបន្លែឲ្យច្រើនញ៉ាំនិយាយទៅញ៉ាំឲ្យគ្រប់មុខប៉ុន្តែអានេះគឺបន្ថែមក្នុងករណីខ្វះអីមួយអានេះយកទៅបន្ថែមចំពោះក្នុងនេះវា formulated អញ្ចឹងវាមានសារធាតុចិញ្ចឹមច្រើននៅក្នុងហ្នឹងស្រាប់អញ្ចឹងខ្ញុំអ្នកកូនខ្ញុំទាំងពីរហ្នឹងពេលដែលខ្ញុំបើដោះកូនហ្នឹងព្រោះតាមពិតខ្ញុំញ៉ាំតាំងពោះពោះមកប៉ុន្តែពេលបើដោះកូនបន្តញ៉ាំអាហ្នឹងទៅឬក៏ឥឡូវហ្នឹងអានេះអត់បានញ៉ាំពីមុនមកញ៉ាំពេលចាប់ផ្ដើមបើហ្នឹងជួយអានេះវាតួនាទីដូចជា multi vitamin មួយដែរហើយសំខាន់មួយទៀតគឺវាជួយឲ្យការផលិតទឹកដោះរបស់យើងហ្នឹងបានល្អ Never knew that you were Australian Yeah, it's a good thing, you know. I can confirm that this is 100% Australian Royal Oz គឺជា brand ម្សៅទឹកដោះគោទឹកដោះពពែរបស់ប្រទេសអូស្ត្រាលីហើយថមគាត់ជនជាតិអូស្ត្រាលីស្រាប់គាត់ថាឲ្យទៅថាហ្នឹងបោះអូស្ត្រាលី 100% មិនបាច់បញ្យល់មិនបាច់បញ្ចុះបញ្ចូលគឺទុកចិត្តតែម្ដងក្នុងខណៈពេលដែលខ្ញុំទទួលស្គាល់ជឿហើយក៏ចង់ដាស់តឿន1លានដងដែរថាការអំបៅដោះកូននេះជាជំរើសដែលល្អបំផុត
រហូតដល់6ខែយ៉ាងតិចណាស់ឬដូចខ្ញុំអញ្ចឹងកូនខ្ញុំដល់2ឆ្នាំក៏ខ្ញុំនៅតែបំបើដោះកូនដែរក៏ប៉ុន្តែខ្ញុំក៏មិនអាចបដិសេធបានថាមិនមែនអ្នកម្ដាយគ្រប់រូបសិតតែអាចបំបើបានទេដោយសារមានហេតុផលផ្សេងគ្នាដូច្នេះហើយការទទួលបានព័ត៌មានគ្រប់គ្រាន់ពីការជ្រើសរើសនិងតាមដានរោគម្សៅទឹកដោះគោឬទឹកដោះពពែដែលល្អសម្រាប់កូនគឺជារឿងចាំបាច់មែនតើផ្អែកលើបទពិសោធន៍ដែលខ្ញុំបានឃើញទៅលើកូនខ្ញុំទាំងពីរនាក់សម្រាប់ខ្ញុំទុកចិត្តទៅលើ Royal Os មិនបានន័យថាលោកប៉ាអ្នកម៉ាក់គួរតែជ្រើសរើសតាមខ្ញុំទេក៏ប៉ុន្តែបើសិនជាចង់ស្រាវជ្រាវបន្ថែមនេះគឺជាទំព័រ Facebook Page របស់ Royal Os Cambodia អូខេមកលេងគេប៉ុណ្ណឹងបានហើយយើងក៏នាំគ្នាលើកតបត្រឡប់ទៅផ្ទះវិញរៀងខ្លួនសូមអរគុណច្រើនសូមជម្រាបលា